អរគុណដល់ការលេខសៀ40សេនគឹមសេ$1ដែលរមាក់ថារឿងខ្ញុំជាតួអង្គមិនថែមពងតែល្អមើលផងបងចូលធ្វើបាត់មើលទៅរឿងហ្នឹងគឺខ្ញុំមិនអាចបន្តបានទេដោយសាររឿងហ្នឹង system ច្រើនណាស់ហើយសាច់រឿងដំបូងខ្ញុំចូលចិត្តតែដល់ពេលយូរទៅខ្ញុំមើលតែភាគមុខទៀតដូចអាម៉េចទេនិយាយទៅឲ្យតែរឿងបែបទំនើបឬក៏យ៉ាងសម័យជឿលឿនហ្នឹងដូចអត់ត្រូវធៀបមួយខ្ញុំសោះនិងអរគុណដល់ការមេងហួយ25សេនមេងភក្ត្រាចំនួន$2ជូនពរគ្នាយើងមានតែសមាងល្អហើយឥឡូវយើងទៅបន្តសាច់រឿងយើងទៀតដែលរឿងដំបូងយើងឃើញថាបារម្ភម្នាក់គឺកំពុងតែរត់គេចពីអ្វីម្យ៉ាងហើយយើងមើលទៅកាន់មុខបារម្ភម្នាក់នេះគឺជាម្ចាស់សម្ព័ន្ធរន្ទះទេតាដែលគាត់នឹងត្រូវបានអ្នកចម្បាំងដ៏អស្ចារ្យនឹងដេញតាមវាបហាដែលគាត់បានវាយត្រូវម្ចាស់សម្ព័ន្ធរន្ទះនឹងយ៉ាងពេញទំហឹងដោយត្រូវម្ដាយនេះធ្វើឲ្យគាត់បានព្រួយឈាមស្រក់មើលជាច្រើនភ្លាមនោះបារម្ភនៅខាងក្រោយសួរថាមូជុនហេតុអីបានជាឯងធ្វើបែបនេះដាក់ទៅកាន់ម្ចាស់សម្ព័ន្ធរន្ទះមូជុនមិនបានតបនោះទេចំណែកឯម្ចាស់សម្ព័ន្ធរន្ទះវិញគឺបានទៅបើលុយបាត់ហើយអ្នករកនាំឯកាយចេញឆេងបានមកដល់រួចនិយាយថាហេតុអីបានជាអញ្ចឹងមូជុនយើងសួរឯងហេតុអីបានជាឯងហ៊ានធ្វើរឿងបែបនេះមូជុនតបវិញថាតើមេប៉ាមិនដឹងពីហេតុផលទេឬឈុនយប់ត្រូវបានស្លាប់ដោយសារតែវានេះឯងមេប៉ាតបថាឈុនយប់មិនបានស្លាប់ដោយសារតែម្ចាស់សម្ព័ន្ធរន្ទះទេមូជុនតបថាប៉ុន្តែវាគឺជាអ្នកបង្កដើមហេតុហើយអ្វីដែលខ្ញុំបាននិយាយមុននេះគឺនិយាយឲ្យដាច់ស្រេចតែម្ដងខ្ញុំគឺមិនទុកជីវិតឲ្យអ្នកណាដែលជាប់តាក់ទងនៅក្នុងហេតុការណ៍នេះឡើយមេប៉ាលើស្បែករបស់មូជុនដូច្នេះក៏មិនដឹងថាវាចាអ្វីដែរគាត់គិតថាចេតនាសម្លាប់របស់មូជុននឹងកាន់តែខ្លាំងក្លាឡើងទៅតែរយៈពេល7ឆ្នាំចុងក្រោយនេះមូជុនកើតអ្វីបានគាត់ធ្លាក់ខ្លួនចូលទៅក្នុងផ្លូវបិសាចបែបនេះមូជុនប្រាប់ថា7ឆ្នាំមុនគាត់សានបានស្លាប់ដោយសារតែល្បិចរបស់និកាយអ៊ីមីហើយនៅក្នុងថ្ងៃនេះពួកយើងបានបាត់បង់ឈុនយកមិនយូរនោះទេនៅថ្ងៃខាងមុខនិកាយជើងឆេងនិងមូនឹងត្រូវបានបំផ្លាញមេប៉ាឃើញដូច្នេះក៏ហៅឈ្មោះមូយ៉នតិចមូយ៉នបន្តខ្ញុំគឺមិនអាចនៅស្ងៀមបានទៀតទេពីមុនខ្ញុំបានស្ដាប់ការណែនាំរបស់លោកមេប៉ាប៉ុន្តែមើលឥឡូវទៅលោកបានដឹកនាំពួកយើងឲ្យទៅក្នុងផ្លូវបែបនេះដូច្នេះមេប៉ាក៏មិនជប់ខ្ញុំអីខ្ញុំនឹងទៅមើលថាពូវាទាំងនោះចង់ធ្វើអ្វីបន្តទៀតនិយាយរួចមូជុនគាត់ក៏បានហោះចាក់ចេញទៅភ្លាមនោះសិស្សប្អូនមេប៉ានិយាយឡើងថាប្រសិនបើមូជុនចូលរួមជាមួយនឹងវូជីនបយ៉ងប្រកាសណាស់នៅទីនោះនឹងអាចមានបញ្ហាយ៉ាងធំកើតឡើងមេប៉ានិយាយថាតើជីនបយ៉ងមិនមែននៅក្នុងផ្ទះទេប្រហែលឆ្នាំនេះជីនបយ៉ងនឹងសម័យទៅលើឪពុករបស់វូកនសានដែលត្រូវបានចូលវូសម្លាប់ចោលហើយតើជីនបយ៉ងនឹងមិនបានធ្វើសកម្មភាពអ្វីដែលបង្កើតជាភាពចរាចរណ៍ទេឬសិស្សប្អូនតបថាដោយសារតែជីនបយ៉ងនឹងមិនទាន់ដឹងពីការពិតប្រសិនបើគាត់ដឹងនោះគាត់ប្រកាសជាស្អប់នៃកាយអ៊ីមីខ្លាំងណាស់ហើយនៅពេលនោះពួកគេទាំងពីរនាក់នឹងរួមដៃគ្នានឹងបង្កើតជាព្យុះភ្លៀងនៅក្នុងស៊ីជ័រនេះឯងដូច្នេះខ្ញុំទៅមើលខាងក្រៅដើម្បីស៊ើបអង្កេតរឿងនេះព្រោះខ្ញុំមានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងដែលចម្លែកដូច្នេះខ្ញុំត្រូវតែស្វែងរកការពិតដោយខ្លួនឯងមេប៉ាតបថាបើសិនជាឯងចង់ទៅហើយនោះគូរនាំយកសមាជិកបកសាវិន័យទៅមួយចំនួនដែរទៅបើសិនបើជាការចាំបាច់នោះឯងត្រូវតែទប់ស្កាត់មូចុងពួកយើងត្រូវតែស្វែងរកពីមូលហេតុដែលមូចុងនឹងធ្លាក់ចូលទៅក្នុងផ្លូវបិសាចសិស្សប្អូននោះតបថាខ្ញុំយល់ហើយខ្ញុំនឹងមិនឲ្យមេប៉ាខកបំណងនោះទេមេប៉ានិយាយតិចថាហេតុអីបានជាមានរឿងទាំងអស់នេះកើតឡើងម៉ូវ៉ាមើលទៅចូលវាសនានៃការចេញឆេងសិតនៅលើដៃរបស់ឯងហើយបន្ទាប់មកសាច់រឿងក៏កើតមកដល់តំបន់ខាងនេះវិញយើងបានលើសំឡេងមួយនិយាយថាវាមិនសមហេតុផលនោះទេរកស៊ីមួយយប់រកប្រាក់បានត្រឹមតែ5កាក់មើលទៅពួកយើងគឺគ្មានជំរឿនឡើយបើសិនបើពួកយើងមិនចង់ដេកតាមផ្លូវនោះប្រងអ្នកតបថានេះដោយសារតែនៅក្នុងឆេងឌូវាគឺមានភាពវឹកវរពីព្រោះតែសម្ភាររបស់និកាយអ៊ីមីនិងនិកាយឆេងឆេងប្រងអ្នកទៀតហាមថាឯងកុំនិយាយពាក្យទាំងអស់នេះឲ្យលើឲ្យសោះចំណែកឯនៅបន្ទប់ចិត្តនេះយើងក៏បានឃើញខ្យល់បោផងដែរគាត់មើលទៅកាន់សៀវភៅដែលមិនដឹងថាសៀវភៅមួយក្បាលនេះប្លន់ពីណាគេនោះទេពេលនោះខ្យល់បោនិយាយថាកងទ័ពពពើខ្មៅមេក្រុមចាងមួយយ៉ាងមនុស្សទាំងអស់នេះខ្ញុំត្រូវតែប្រុងប្រយ័ត្នហើយតាមពិតទៅរហស្សនាមរបស់តៅសឺនិងយោសុងនឹងបានផ្លាស់ប្ដូរប៉ុន្តែខ្ញុំហៅធម្មតាទៅព្រោះអីតែដល់ឈ្មោះញ៉ៃហ្នឹងគ្នាយើងគឺភ្លេចតួអង្គអស់ហើយរួចគាត់ក៏គិតទៅដល់សម្ព័ន្ធអាក្រក់ដែលមានព័ត៌មានជាច្រើនដោយមិនមែនមានត្រឹមតែនៅក្នុងឆេងដូនោះទេសូម្បីតែស៊ីឈွန်ទាំងមូលនឹងក៏មានដែរហើយភ្លេចប្រាប់កន្លែងនេះសម្ព័ន្ធអាក្រក់ហ្នឹងបានផ្លាស់ប្ដូរទៅជាសម្ព័ន្ធហើយវិញបន្ទាប់មកគាត់សម្លឹងមើលទៅកម្មភ្លើងសង្គ្រាមដែលឆេះឡើងនៅខាងក្រៅគាត់និយាយឡើងថាមានមនុស្សជាច្រើននឹងត្រូវស្លាប់ប៉ុន្តែខ្ញុំមិនបានសោកស្ដាយនៅអ្វីដែលខ្ញុំបានបង្កឡើងនោះទេព្រោះអីបន្ទាប់ពីមានមនុស្សចាប់ខ្ញុំដាក់ក្រោមដីអ្វីដែលខ្ញុំគិតឃើញនៅពេលនេះគឺធ្វើយ៉ាងម៉េចក៏ដោយគឺត្រូវតែឲ្យខ្លួនឯងរស់ហើយពេលនេះហួសពេលហើយដែលចង់ខ្ញុំត្រឡប់ក្រោយនោះខ្ញុំគឺមិនអាចស្វែងរកផ្លូវឲ្យខ្លួនឯងរស់ផ្សេងពីនេះបានទេហើយបានជាខ្ញុំត្រូវធ្វើរឿងទាំងអស់នេះព្រោះតែជីវិតរបស់ខ្ញុំបានស្លាប់បន្ទាប់ពីធ្លាក់ចូលទៅក្នុងផ្លូវបិសាចប៉ុន្តែទោះបីជាខ្ញុំដឹងអញ្ចឹងក៏ដោយក៏ខ្ញុំមិនបោះបង់ចោលដែរព្រោះយើងក៏ឃើញថាមេប៉ានៃការអ៊ីមីពេលនេះចាប់ផ្ដើមធ្វើសកម្មភាពហើយសូម្បីតែមួយយន្តពួកគេក៏មិនអាចបញ្ឈប់បានដូចគ្នាដូច្នេះខ្ញុំគឺមិនអាចបញ្ឈប់បាននោះទេលុះត្រាតែខ្ញុំបរាជ័យបើសិនបើខ្ញុំមិនបរាជ័យនោះទេខ្ញុំមិនបោះបង់ចោលឡើយបើសិនបើនៅចុងបញ្ចប់នៃជីវិតរបស់ខ្ញុំនោះនៅជុំវិញខ្លួនរបស់ខ្ញុំគ្រប់កន្លែងនឹងពោពេញទៅដោយភ្លើងរួចសាររឿងគឺការមកដល់បន្ទប់ការ100វិញយើងឃើញថាសានិកាយមីកំពុងតែជួយអ្នកណាគេដែលមានរបួសសិស្សម្នាក់ប្រាប់ថាពួកយើងអស់ថ្នាំព្យាបាលហើយតើធ្វើយ៉ាងម៉េចទៅមិនដឹងថាសារភាពបែបនេះពួកយើងអាចស៊ូទ្រាំបានប៉ុណ្ណាទៀតនោះទេសូរ៉ានតបថាកុំបារម្ភអីខ្ញុំបានបញ្ជូនមនុស្សឲ្យទៅយកឱសថមកព្យាបាលបន្ថែមហើយមិនយូរនោះទេពួកគេ
គេប្រកាសជាបានមកដល់ដូច្នេះផ្ដោតអារម្មណ៍ទៅលើការព្យាបាលរបួសទៅមួយយ៉ាងនេះថាក៏មិនអាចឃើញមនុស្សដែលមានទេពកោសល្យដូចជាសូរ៉ានោះទេតើសើតបថាព្រោះតែនិកាយអ៊ីមីបានលើកឡើងហើយថានាងជាមនុស្សដែលមានទេពកោសល្យខ្លាំងបំផុតនៅក្នុងរយៈពេល100ឆ្នាំចុងក្រោយចំណែកឯចុងវ៉ាជាសិស្សទី1នោះតែងតែផ្ដល់ភាពកក់ក្ដៅទៅឲ្យនាងហើយនៅពេលដែលមានចុងវ៉ានាងគឺមិនអាចបង្ហាញទេពកោសល្យរបស់នាងពេញលេញទេតែពេលនេះខុសគ្នាចុងវ៉ាមិនមានទេដូច្នេះនាងនឹងបញ្ចេញទេពកោសល្យរបស់នាងទាំងអស់ការបញ្ជារបស់នាងនឹងដឹកនាំបានក៏ល្អទៀតប្រសិនបើនៅថ្ងៃខាងមុខនាងខ្លាចជាអ្នកដឹកនាំនិកាយអ៊ីមីនឹងធ្វើឲ្យនិកាយមួយនេះកាន់តែរីកចម្រើនបន្ថែមប៉ុន្តែភ្លាមនោះពួកគេក៏ទទួលបានសម្ពាធយ៉ាងខ្លាំងក្លាភ្លាមនោះពួកគេនិយាយថាមាននរណាគេបានមកដល់ហើយនោះជាថាមពលនៃអ្នកហាត់គុណយើងឃើញថាវត្តមានអ្នកដឹកនាំនិកាយអ៊ីមីគ្រោះមហន្តរាយទាំង9បានលេចមុខឡើងតារាចុះមើលបានជះចេញនៅចំហាយអូរ៉ាខ្លាំងក្លាមែនតើហើយភ្លេចប្រាប់ឈ្មោះរបស់នាងនឹងគឺគូវ៉ាភ្លាមនោះសិស្សនិកាយអ៊ីមីទាំងអស់បានគោរពទៅកាន់នាងនេះពិតជាមានកិត្តិយសណាស់ដែលមេប៉ាបានមកមើលដោយផ្ទាល់មួយយ៉ាងក៏សម្ដែងការគោរពបង្ហាញទៅកាន់គូវ៉ាដែរនេះជាពេលវេលាដ៏សំខាន់ដែលមេប៉ាបានមកចូលរួមដោយផ្ទាល់ហើយយើងមើលទៅសូរ៉ានការគោរពរបស់នាងដូចជាមិនសូវមានកម្លាំងនោះទេភ្លាមនោះគូវ៉ាចារអារម្មណ៍ថាមាននរណាគេបានធ្វើរមាមកហើយដល់ភ្លាមនោះសុនហានាងបានគោរពទៅកាន់គូវ៉ាដែលមានដឹកនាំនិកាយអ៊ីមីនឹងធ្វើរមាមកកាន់បន្ទប់កាមេរ៉ារបស់នាងតែមើលទៅមកគូវ៉ាដូចជាមិនពេញចិត្តនោះទេសុនហាឃើញតែមកគូវ៉ាដូច្នេះក៏មានអារម្មណ៍ថាផិតភ័យដែររួចគូវ៉ាក៏និយាយឡើងថាអ្នករាល់គ្នាធ្វើរមាចូលទៅខាងក្នុងបន្ទាប់ពីនិយាយរួចម្នាក់ក៏ធ្វើតាមសម្ដីរបស់នាងភ្លាមនោះគូវ៉ាបានសម្លឹងមើលទៅកាន់មួយយ៉ាងព្រមទាំងប្រើប្រាស់ធម៌ពលប្រាប់ថាយើងចូលចិត្តពួកឯងដូច្នេះពួកឯងទាំងពីរនាក់ឆាប់ចូលមកខាងក្នុងដែរមើលពួកគេទាំងពីរនាក់ទោះបីជាមិនចង់ចូលក៏ដោយក៏ត្រូវតែចូលដែរព្រោះតែមេដឹកនាំនិកាយអ៊ីមីហើយទាំងមូលហើយបើសិនជាមិនចូលរួមច្បាស់ជាធ្វើឲ្យនាងខឹងអានខាងក្នុងវិញសូរ៉ានបានរាយរាប់រឿងដែលបានកើតឡើងទាំងអស់ហ្នឹងទៅឲ្យគូវ៉ាលើកតែឈ្មោះរបស់ខ្យល់បោនឹងធ្វើឲ្យនាងនៅមិនសុខផងដែរភ្លាមនោះគូវ៉ាសម្លឹងមើលទៅកាន់សុនហារួចក៏សួរថាសុនហាតើឯងមិនមានអ្វីដែលត្រូវនិយាយទេឬសុនហាលើដូច្នេះដូចជារៀងភ្ញាក់ផ្អើលដូចគ្នាគូវ៉ាសួរថាឯងមានតំណែងតំណងជាមួយនឹងខ្យល់បោត្រូវទេសុនហាតបទាំងតាក់ថាតំណែងតំណងជាមួយនឹងខ្យល់បោភ្លាមនោះគូវ៉ាបានចាប់មាត់របស់នាងព្រមទាំងសួរថាតើឯងនឹងខ្យល់បោនឹងមានតំណែងតំណងអ្វីដែរហើយឯងចាប់មើលមកកាន់ការភ្នែកយើងមើលយើងមិនចូលចិត្តមនុស្សណាដែលកុហកឡើយហើយបានជាឯងមានសកម្មភាពចម្លែកបន្ទាប់ពីលើឈ្មោះខ្យល់បោអញ្ចឹងសុនហាមើលទៅកាន់គូវ៉ាហើយធ្វើឲ្យនាងមានការផិតភ័យមែនតើរួចនាងក៏ចាប់ផ្ដើមលុតជង្គង់សុំទោសខ្ញុំពិតជាមិនដឹងថាអាចនឹងមានរឿងបែបនោះកើតឡើងទេខ្ញុំគ្រាន់តែចង់ប្រើប្រាស់គាត់ជាឧបករណ៍មិននឹកស្មានថាមានរឿងនោះកើតឡើងឡើយបើសិនបើមេប៉ាផ្ដល់មនុស្សឲ្យខ្ញុំនឹងទៅចាប់គាត់នោះត្រឡប់មកវិញហើយខ្ញុំនឹងលុបបំបាត់ភាពរញ៉េរញ៉ៃទាំងអស់នេះចោលមួយទៀតគាត់គឺទុកចិត្តខ្ញុំគាត់ប្រកាសជាធ្លាក់ក្នុងអន្ទាក់របស់ខ្ញុំជាក់ជាបំខានគូវ៉ានិយាយថាសុងហានាងគឺជាក្មេងស្រីគួរឲ្យកំសត់មែនភ្លាមនោះគូវ៉ាបានដាក់ដៃទៅលើផ្ទៃមុខរបស់នាងរួចក៏សួរថានរណាគេឲ្យឯងទៅសម្លាប់លោកប្រុសតូចម្ចាស់សម្ព័ន្ធអន្ទាក់អ្វីដែលឯងត្រូវធ្វើគ្រាន់តែរស់នៅក្នុងបន្ទប់កាមេរ៉ាទៅបានហើយសុងហាតបថាមេប៉ាខ្ញុំបានបង្កើតកំហុសហើយចាប់ពីពេលនេះទៅខ្ញុំនឹងរស់នៅដោយអ្វីដែលមេប៉ាបាននិយាយប៉ុន្តែពេលនោះសូរ៉ានបានមើលទៅកាន់ពួកគេទាំងពីរនាក់នាងគិតថាមើលទៅដូចជាមានរឿងមិនល្អនឹងកើតឡើងហើយព្រោះអីភ្លាមគូវ៉ាបានប្រើប្រាស់ធម៌ពលរបស់នាងផ្ដាច់ចង្វិតសុងហាបាត់ហើយយើងមើលទៅទម្ងន់របស់សុងហាមិនដឹកស្មានថាមានរឿងនេះកើតឡើងទេចំណែកឯអ្នកដែលបានឃើញទស្សនវិជ្ជានេះក៏មានការភ្ញាក់ផ្អើលដូចគ្នាយើងឃើញថាការស្លាប់របស់សុងហាគឺពិបាកមើលមែនទែនដោយសារនាងគឺស្លាប់ទាំងបើភ្នែកចំណែកឯគូវ៉ានិយាយឡើងថាហើយបានជាមនុស្សដូចជានាងនឹងមិនចេះប្រើប្រាស់គូក្បាលអញ្ចឹងភ្លាមនោះសូរ៉ានបានហៅទៅកាន់អ្នកគ្រូរបស់ខ្លួនយ៉ាងខ្លាំងដោយយើងឃើញថាអំណាចធម៌ពលដែលចេះចេញពីរាងកាយរបស់សូរ៉ានគឺខ្លាំងក្លាមែនទែនគូវ៉ាឃើញអំពីអំណាចធម៌ពលរបស់សូរ៉ានដូច្នេះក៏មានការភ្ញាក់ផ្អើលដូចគ្នាសូរ៉ាននិយាយថាហើយបានជាអ្នកគ្រូឲ្យរឿងនេះវែងឆ្ងាយបែបនេះអ្វីដែលនាងបានធ្វើគឺគ្មានគោលបំណងនោះទេអ្នកគ្រូមិនគួរណាសម្លាប់នាងទោះបីជានាងបង្កើតកំហុសក៏ដោយមួយយ៉ាងឃើញអំពីចំហាយរបស់សូរ៉ានហើយគិតថាតើនាងគឺស្ថិតនៅក្នុងកម្រិតខ្ពស់បែបនេះឬចំណែកគូវ៉ាបាននិយាយទាំងស្នាមញញឹមមើលតែឯងបានបង្ហាញអំពីអំណាចពិតរបស់ឯងហើយគូវ៉ានិយាយថាអ្នកដែលធ្វើខុសម្ដងហើយគឺមិនមានលើកទី2នោះទេគឺត្រូវតែស្លាប់សូរ៉ានលើសម្បីបែបនេះហើយធ្វើឲ្យនាងកាន់តែខឹងឡើងទៀតគូវ៉ាបន្តតតែឯងស្ថិតនៅក្នុងតំណែងទើបឯងយល់ថាអ្វីដែលយើងបាននិយាយនេះពិតជាត្រូវយល់ល្អឯងគួរតែឈប់ធ្វើសកម្មភាពដូចជាកូនក្មេងទៀតទៅរួចឆាប់យកសាកសពវានេះចាក់ចេញពីមុខរបស់យើងបន្ទាប់កាមេរ៉ាស្ថិតនៅក្រោមដំបូលរបស់និកាយអ៊ីមីដូច្នេះហើយយើងនឹងយកទីកន្លែងនេះជារបស់យើងវិញសូរ៉ានលើសម្បីគ្រូរបស់នាងដូច្នេះហើយគឺខឹងមែនទែនហើយនាងមិនអាចធ្វើអ្វីបាននាងក៏ធ្វើរមាចាក់ចេញទៅមួយយ៉ាងគឺថាមើលទៅមេប៉ាអ៊ីមីហ្នឹងមានចេតនាសម្លាប់សុងហាដែលជាអ្នកគ្រប់គ្រងបន្ទប់កាមេរ៉ាហ្នឹងតាំងពីជួបដំបូងមកម្លេះមើលទៅនាងពិតជាមនុស្សដ៏មានអំណាចធម៌ពលនៅស៊ីឈ្វាន់ពិតមែនព្រាមនោះគូវ៉ានិយាយថាមេក្រុមចាងយើងត្រូវការកងទ័ពរបស់លោកពេលអ្នកនោះលើបែបនេះហើយក៏មានការភ្ញាក់ផ្អើលដូចគ្នាគូវ៉ាបន្តគាត់គឺចង់ឲ្យកងទ័ពពពកខ្មែរហ្នឹងតាមសម្លាប់ជូវ៉ូរួចសាច់រឿងក៏បង្ហាញអំពីទីកន្លែងនៅក្បែរភ្នំនេះវិញយើងបានឃើញមានមនុស្សយកសាកសពរបស់សុងហាហ្នឹងយកមកបោះចោលដោយពួកគេ
គឺមិនចង់កប់សាកសពរបស់នាងនោះទេគឺចង់ទុកឲ្យចាត់នៅក្បែរភ្នំនេះហើយសាកសពនាងស៊ីតែម្ដងមើលទៅពួកវាទាំងនេះពិតជាអាក្រក់ខ្លាំងមែនទែនមិនដឹងយកអ្វីមកប្រៀបធៀបនោះទេហើយនៅកំឡុងពេលនោះដែរតំបន់ទឹកភ្លៀងក៏បានបង្ហូរចុះមករួចយើងក៏ឃើញថាមានមនុស្សម្នាក់បានដើរទៅជិតសាកសពរបស់សង្ហាដោយមនុស្សម្នាក់នោះបានបើកមើលសាកសពរបស់សង្ហាម្នាក់នោះមិនមែនមានពីណាគេឆ្ងាយនោះទេគឺជាភ្ជវរនឹងឯងភ្ជវរមើលទៅការនាងក៏ដូចជាអាណិតផងដែររួចភ្ជវរនឹងក៏ជួយរៀបចំសាកសពរបស់សង្ហានឹងឲ្យបានសមរម្យទោះបីជាមើលទៅមិនល្អក៏ដោយក៏វាល្អប្រសើរជាងនៃកាយអ៊ីមីដូចគ្នារួចភ្ជវរនិយាយឡើងថាខ្ញុំនឹងមិនសុំទោសនោះទេក៏ព្រោះតែពួកយើងទាំងពីរនាក់បានប្រើប្រាស់គ្នាទៅវិញទៅមកប៉ុន្តែខ្ញុំនឹងប្រកាសថានឹងសងសឹកឲ្យនាងទៅលើមនុស្សដែលហ៊ានធ្វើបែបនេះដាក់មកកាន់ពួកយើងហើយអ្វីដែលខ្ញុំនិយាយមកនេះគឺខ្ញុំហ៊ានស្បត់ដោយសារតែថ្ងៃនេះ website មានបញ្ហាហើយនឹងណាមួយខ្ញុំគឺរៀងប្រាស្រ័យផងគឺធ្វើបានច្រើននោះទេបើសិនបើគ្នាយើងចង់ឧបត្ថម្ភមកកាន់ខ្ញុំបានគឺអាចឧបត្ថម្ភបានតាមរយៈ QR code ដែលមាននៅលើវីដេអូនេះដែលរាល់ការដូណេតរបស់អ្នកទាំងអស់គ្នាគឺជួយមកដល់រូបខ្ញុំបានច្រើនមែនទែន